បងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយក្នុងការមកប្រកាសនៅព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលចង់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងយើងហើយបងប្អូនទាំងអស់គ្នាមិនទាន់ភ្លេចទេត្រូវអត់កាលពីសង្គ្រាមដផរាឆ្នាំមុនហើយឆ្នាំនេះសង្គ្រាមដផរានឹងប្ររពម្ដងទៀតនៅទីតាំងដដែលគឺនៅបាត់អវេដផរាផ្លាសាក្នុងបរិយាដផរាផ្ទាល់តែម្ដងដែលកម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល2ថ្ងៃពេញគឺនៅថ្ងៃទី4ទី5ដែលទៅថ្ងៃសុក្រថ្ងៃសៅរ៍ខែមេសាខាងមុខនេះហើយសម្រាប់កម្មវិធីនឹងមានរៀបចំកម្មវិធីកម្សាន្តជាច្រើនដូចជានៅពេលព្រឹកយើងមានរៀបចំកម្មវិធីសូត្រមន្តរបស់បាទព្រះសង្ឃចំនួន77អង្គដើម្បីនាំមកនូវសេចក្តីសុខដល់គ្រួសាររបស់យើងទាំងអស់គ្នានៅពេលរាសៀលកម្មវិធីយើងនឹងកាន់តែអធិកអធមដែលមានសកម្មភាពជាច្រើនលោកអ្នកអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទអាចថតរូបជាមួយនឹងម៉ាស្កតប្លែកៗស្អាតស្អាតទុកជាអនុស្សាវរីយ៍ហើយនឹងរីករាយជាមួយនឹងការប្រគំតន្ត្រីដែលធ្វើឲ្យបរិយាកាសកាន់តែរស់រវើកសម្រាប់កូនយើងក៏បានរៀបចំជាកន្លែងកម្សាន្តពិសេសសម្រាប់ពួកគេផងដែរជាពិសេសជាងនេះទៅទៀតយើងមានការសម្ដែងសិល្បៈវប្បធម៌ខ្មែរដូចជាការសម្ដែងអាយ៉ៃនិងការសម្ដែងចាប៉ីដងវែងការតាំងបង្ហាញឧបករណ៍តន្ត្រីខ្មែរជាច្រើនអ្វីដែលកាន់តែពិសេសមានការចែកជូនបានសាច់ប្រាក់ជាច្រើនដល់អ្នកចូលរួមដែលអាចដូរជាអាហារឬភេសជ្ជៈដែលមានការរៀបចំស្តង់អាហារជាច្រើននៅក្នុងសង្គ្រាមដផរារបស់យើងសូមគោរពអញ្ជើញលោកអ្នកចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃទី4ទី5នៅបរិយាដផរាដើម្បីជួបជុំក្រុមគ្រួសារមិត្តភ័ក្តិដើម្បីអបអរសាទរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយសូមអរគុណសូមជម្រាបលា The Flora ប្រណិតភាពក្នុងការរស់នៅ